โดนตาบ่យើងការពីសម័យមុនចឹងព្រោះមនុស្សសម័យមុនអត់មានអាហារច្រើនដូចយើងនៅពេញផ្ទះចឹងទេគឺត្រូវទៅបកបាញ់ព្រលឹមឡើងត្រូវបកបាញ់សិនបានមានអាហារអញ្ចឹងមនុស្សគ្រប់គ្នាហ្នឹងគេធ្វើមិនមនុស្សគ្រប់គ្នាគឺដឹងធ្វើមិនងើពីព្រលឹមឡើងមកដើរទៅទូទឹកកកចាប់ផ្ដើមយកទៅដោះគោយកស៊ីរៀលយកអីមកចាប់ផ្ដើមញ៉ាំអាហារពេលព្រឹកអញ្ចឹងទៅព្រលឹមឡើងចាប់ផ្ដើមដាក់ជាតិស្ករក្លួយកូស sugar ជាតិស្ករហ្នឹងចូលទៅក្នុងខ្លួនអ្វីដែលយើងប្រាប់ទៅរាងកាយយើងហ្នឹងគឺមិនធ្វើការតទៀតទេឥឡូវយើងនឹងដាក់ស្ករដាក់អីចូលទៅបាត់ហើយមិនអញ្ចឹងថ្លើមយើងមិនធ្វើការទៀតទេក្នុងមួយថ្ងៃហ្នឹងគឺអញ្ចឹងរហូតយើងអត់មានចាំបាច់ឲ្យថ្លើមយើងធ្វើការទេគឺយើងដាក់ដាក់ធម្មពលដាក់ជាតិស្ករដាក់អីចូលក្នុងខ្លួនយើងរហូតហើយមួយទៀតខ្ញុំចង់បន្ថែមបន្តិចបើសិនជាអត់ញ៉ាំអាហារពេលព្រឹកវាប៉ះពាល់ទៅដល់សុខភាពប៉ះពាល់ដល់ខួរក្បាលដូចគេនិយាយមែនអញ្ចឹងការស្រាវជ្រាវទាំងអស់ដែលធ្វើតាក់ទង intermittent fasting គឺសិតតែខុសទាំងអស់មិនអញ្ចឹងបើ fasting គឺយើងអត់ញ៉ាំត្រូវទេហើយមួយទៀតគឺបងប្អូនសាសនាអ៊ីស្លាមដែលគាត់អត់ហូបមួយខែអីចឹងទៅអត់ហូបពេញមួយថ្ងៃមួយខែពួកគាត់សិតតែខូចសុខភាពសិតមានបញ្ហាខួរក្បាលទាំងអស់មែនគឺអត់ទេ